ដៃបដោះជាមួយនឹងទឹកសក់សដៃបដោះបងប្អូនទិញយកអាណាតសៃរៀងឆ្មាតូចៗចាំបានឆ្ងាញ់ហើយទឹកសក់គឺខ្ញុំប្រើលាយគ្នា3-4ផ្លែមកយើងចិតសបក3ឆ្នូតហើយហាន់វារៀងស្ដើងអញ្ចឹងគ្រឿងបន្ទាប់មកទៀតយើងមានជាខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសអីហ្នឹងខ្ទឹមសយើងប្រើ3-4កាពឹសហាន់ជាប្រទេសស្ដើងដូចខ្ញុំអញ្ចឹងក៏បានហើយក៏ច្រាំក៏បានដែរខ្ទឹមក្រហមប្រើ3-4កូនដុំតូចៗមកហើយម្ទេសយើងមានពីរប្រភេទបងប្អូនយើងមានជាម្ទេសដៃនាងជាមួយនឹងម្ទេសម៉ាឡេបន្ទាប់ពីយើងរៀបចំគ្រឿងក្រូចរួចរាល់ហើយយើងមកចាប់ផ្ដើមធ្វើទឹកជ្រក់ហ្មងដំបូងគេហ្នឹងគឺយើងកូរស្ករត្នោតបងប្អូនស្ករត្នោតហ្នឹងគឺខ្ញុំប្រើ1ស្លាបព្រាបាយកំប៉ុងហ្មងយើងកូរតទៅវាឡើងជើងក្រងតែចាំចាក់ទឹកចូលសម្រាប់ទឹកដំបូងគេចាក់បន្តិចសិនបានហើយបងប្អូនយើងកូរទឹកឲ្យរលាយជាមួយនឹងស្ករសហើយចាំបន្ថែមទឹកមួយល្មមមកហើយយើងដាក់គ្រឿងហ្មងសម្រាប់គ្រឿងគឺយើងដាក់តែអំបិលជាមួយនឹងប៊ីចេងណាបងប្អូនអំបិលគឺខ្ញុំដាក់1ស្លាបព្រាកាហ្វេកន្លះជាមួយនឹងប៊ីចេង1ស្លាបព្រាកាហ្វេជាងកូរគ្រឿងឲ្យរលាយសព្វចូលជាមួយទឹកហើយគឺយើងដាក់ស្ងោរម្ទេសសម្រាប់ម្ទេសដៃនាងនេះបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេហើយម្ទេសម៉ាឡេនឹងក៏អញ្ចឹងដែរបើសិនជាបងប្អូនមានដាក់មកប៉ុន្តែបើអត់មានក៏អីដែរសម្រាប់ម្ទេសម៉ាឡេនឹងរសជាតិរបស់វាគឺហឹរតិចប៉ុន្តែវាធ្វើឲ្យជ្រក់របស់យើងមានពណ៌ក្រហមស្អាតអញ្ចឹងទៅបន្ទាប់ពីយើងស្ងោរម្ទេសប្រហែលជា3-4នាទីយើងស្រង់ម្ទេសទុកម្ដុំមកហើយចាំយើងដាក់ទឹកខ្មេះចូលទៅក្នុងទឹកជ្រក់ហ្នឹងណាសម្រាប់ទឹកខ្មេះហ្នឹងគឺខ្ញុំបិទភ្លើងសិនមិនដាក់ទឹកខ្មេះចូលហើយបងប្អូនភ្លក់មើលថែមថយគ្រឿងបានរសជាតិគឺយករៀងប្រៃបន្តិចមកបងប្អូនអានេះគឺខ្ញុំបន្ថែមអំបិលបន្តិចជាមួយនឹងស្ករសបន្តិចដែរដោយសារតែវារៀងស្ទើររសជាតិអញ្ចឹងណាហើយបន្ទាប់ពីនឹងមកចាំយើងមកចាប់ផ្ដើមកិនម្ទេសសម្រាប់ការកិននេះគឺខ្ញុំដាក់ទឹកជ្រក់ចូលកិនជាមួយគ្នាហ្មងដើម្បីឲ្យវាកិនបានម៉ត់ល្អអានេះបើសិនជាយើងអត់ដាក់ទឹកជ្រក់ហ្នឹងទេកិនទៅវាអាចនឹងនៅរៀងដុំអញ្ចឹងទៅហើយសម្រាប់រសជាតិអានេះគឺអត់សូវហឹរខ្លាំងណាបងប្អូនដោយសារតែម្ទេសដៃនាងហ្នឹងខ្ញុំដាក់តែ4-5គ្រាប់ទេក្រហមនេះគឺក្រហមដោយសារម្ទេសម៉ាឡេហ្នឹងអានេះគឺរបៀបដូចជ្រក់គេធ្វើលក់ឲ្យបងប្អូនឃើញក្រហមស្អាតអញ្ចឹងមែនប៉ុន្តែញ៉ាំទៅគឺហឹរតិចខ្លាំងមែនតើសឹងថាអត់ដឹងហឹរហ្មងបន្ទាប់ពីយើងចាក់ម្ទេសកិនជាមួយនឹងទឹកជ្រក់នឹងចូលជាមួយបន្លែមានដូចជាសណ្តែកបដោះទឹកសក់ខ្ទឹមសខ្ទឹមក្រហមអីហើយបងប្អូនច្បល់វាថ្នមដៃបានទេច្បល់វាហើយគ្របទុកប្រហែលជាខ្ទង់20ទៅ30នាទីសិនណាបងប្អូនដើម្បីវាចូលជាតិកាន់តែឆ្ងាញ់បន្ទាប់ពី20ទៅ30នាទីហ្នឹងគឺយើងអាចយកមកញ៉ាំបានហើយរសជាតិរបស់វាហ្នឹងគឺចូលជាតិឆ្ងាញ់ជាងមុនអានេះបើសិនជាយើងច្បល់ភ្លាមយកមកញ៉ាំភ្លាមសណ្តែកបដោះជាមួយនឹងទឹកសក់